បាទជំរាបសួរពុកម៉ែបងប្អូនចាស់ចាប់ការស្វាយចន្ទីថ្ងៃនេះខ្ញុំបាទចង់មកធ្វើការចែកម្លែកតទៅនឹងបញ្ហាចន្ទីយើងខ្មៅក្តឹបប៉ុន្តែខ្ញុំចង់លើកចំណុចមួយដើម្បីមកចែកម្លែកទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាតទៅនឹងបញ្ហាខ្មៅក្តឹបដែលវាបណ្ដាលមកពីចន្ទីយើងវាបញ្ហា stress ពុកម៉ែបងប្អូនអញ្ចឹងតែចន្ទីយើង stress វាបណ្ដាលមកពីមូលហេតុអីហើយវាបង្កឲ្យចន្ទីយើងវាមានបញ្ហាទៅជាក្រៀមផ្កាឬក៏បញ្ហាស្អុយក្តឹបបងប្អូននេះអញ្ចឹងហើយនេះជាការចែកម្លែកបានខ្ញុំបាទបើសិនជាការចែកម្លែកនេះវាមានកន្លែងណាវាខុសឆ្គងមិនត្រឹមត្រូវអីពុកម៉ែបងប្អូនអាច comment ចែកម្លែកបន្តទៅក្នុងក្រុម comment វីដេអូរបស់ខ្ញុំបាទថាខ្ញុំចែកម្លែកទៅវាមានចំណុចណាមិនត្រឹមត្រូវមិនខុសឆ្គងនៅកន្លែងណាពុកម៉ែបងប្អូនអាច comment កែតម្រូវនៅខាងក្រោមវីដេអូរបស់ខ្ញុំបាទបាននេះខ្ញុំចង់លើកយកបញ្ហាចន្ទីរបស់យើងដែលមានបញ្ហាពុកម៉ែឃើញអត់ក្តឹបវាចេញមកគឺវាខ្មៅខូចទៅវិញណាវាស្វិតខូចទៅវិញឃើញអត់ច្រើនមែនតើក្នុងមួយចកោមអញ្ចឹងវាអាចមានកត្តា3ឬ4សំខាន់ហើយមានដូចជាកត្តាទី1គឺកត្តាសត្វល្អិតចង្រៃមានទ្រីបមានតកៅឬក៏មានអីនឹងបំផ្លាញនៅប្រភេទសត្វចិញ្ចុកហ្នឹងហើយកត្តាទី2គឺកត្តាសីតុណ្ហភាពអញ្ចឹងសីតុណ្ហភាពអាប់អួរវាបង្កជាមានជំងឺផ្សិតហើយផ្សេងហើយកត្តាមួយទៀតគឺកត្តាសារធាតុចិញ្ចឹមហើយផ្សេងហ្នឹងហើយទីមួយទៀតគឺកត្តាអាកាសធាតុដែរវាធ្វើឲ្យចន្ទីយើងstress ហើយចង់ចំណុចនេះខ្ញុំលើកយកចំណុចមួយតកតងទៅនឹងកត្តាអាកាសធាតុតែកត្តាអាកាសធាតុវាមានផលប៉ះពាល់អីខ្លះទៅដល់ស្វ័យចន្ទីផងយើងនេះខ្ញុំលើកយកមកចំណុចទេប៉ុន្តែខ្ញុំបានរៀបរាប់ខាងដើមមូលហេតុចម្បងពេលយើងពិនិត្យមើលជាការផងយើងតើវាមានបញ្ហាស្អុយក្តឹបបែបហ្នឹងវាមានមូលហេតុអីបើសិនជាពុកម៉ែបងប្អូនឆែកទៅវាអត់មានសត្វល្អិតចិញ្ចុកទេប្រភេទសមើលប្រភេទតកៅអីទេដែលវាបំផ្លាញទេអញ្ចឹងវាអាចមកពីកត្តាអីគេទៀតជំងឺទៅពុកម៉ែបងប្អូនឆែកមើលវាមានផ្សិតមានអីមានជំងឺផ្សិតអង់ត្រណូសឬជំងឺផ្សិតសអីឬយ៉ាងណាបើសិនជាអត់មានទេអញ្ចឹងវាបណ្ដាលមកពីកត្តាអីផ្សេងទៀតអញ្ចឹងអាចថាអញ្ចឹងកត្តាអាកាសធាតុអាប់អួរវាបង្កឲ្យទៅជាចន្ទីយើងវាវិវត្តទៅជាជំងឺផ្សិតបើយើងអត់បានការពារព្យាបាលទេវានឹងធ្វើក្តឹបចន្ទីផងយើងខ្មៅហើយមួយទៀតគឺកត្តាសារធាតុចិញ្ចឹមពេលខ្លះអាចថាចន្ទីផងយើងវាមានក្តឹបច្រើនមានថាវាមានផ្លែច្រើនក្នុងមួយចកណាអញ្ចឹងអត្រាដែលវាកាន់ក្តឹបហ្នឹងគឺវាអត់សូវមានទេអញ្ចឹងក្តឹបមកគឺវាអាចរុះរយទៅវិញដោយសារតែផ្លែវាច្រើនពេកក្នុងមួយចកណាអញ្ចឹងបើចន្ទីយើងអាចថាជាមួយជុំបើសិនជាយើងផ្លែត្រឹម5ផ្លែឬក៏7 8ផ្លែអាហ្នឹងតែវាជាប់ទៅគឺវាអាចថាល្អប្រសើរមួយដែរប៉ុន្តែបើសិនជាក្តឹបច្រើនពេកវាអាចធ្វើឲ្យក្តឹបហ្នឹងវាក្រៀមជ្រុះជ្រោយទៅវិញខ្លះដែរហើយមួយទៀតក៏វាតកតងទៅនឹងសារធាតុចិញ្ចឹមវាមិនបានគ្រប់គ្រាន់អញ្ចឹងទៅប៉ុន្តែពុកម៉ែបងប្អូនមើលចន្ទីនេះគឺទូចដែរអាយុវាប្រហែលជា3ទៅ4ឆ្នាំវាហ្នឹងឯងប៉ុន្តែអ្វីដែលខ្ញុំចង់លើកមកពេលនេះគឺតកតងទៅនឹងបញ្ហា stress អញ្ចឹងជា stress វាបង្កឡើងមកពីអ្វីអញ្ចឹងសម្រាប់ចន្ទីនៅពេលដែលចន្ទីវា stress វាបង្កឡើងដោយសារលក្ខខណ្ឌអាកាសធាតុអញ្ចឹងបើសិនជាលក្ខខណ្ឌអាកាសធាតុវាមិនអំណោយផលមេឃវាអាប់អួរវាក្តៅខ្លាំងវាត្រជាក់ខ្លាំងមេឃវាសន្ទុំវាអត់សូវបើកថ្ងៃអញ្ចឹងវាធ្វើចន្ទីផងអញ្ចឹង stress អញ្ចឹងនៅពេលដែលចន្ទី stress អញ្ចឹងការស្រូបយកសារធាតុចិញ្ចឹមពីដងដើមពីស្លឹកពីតាមប្រព័ន្ធឫសផាន់ចន្ទីហ្នឹងគឺវាអត់សូវមានដំណើរការល្អក្នុងការដឹកជញ្ជូនសារធាតុចិញ្ចឹមហ្នឹងមកផ្ដល់ទៅឲ្យផ្កាឲ្យស្លឹកឬក៏ឲ្យផ្លែចន្ទីទេ
ចឹងហើយវាជាមូលហេតុមួយដែលធ្វើឲ្យចន្ទីផាន់ពុកម៉ែបងប្អូនឬអូនហ្នឹងគឺវាក្រៀមស្វិតរុះរយទៅវិញអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងវានឹងក្រៀមស្វិតរុះរយទៅវិញអញ្ចឹងសួរថាវាកើតបញ្ហារុះរយហ្នឹងអញ្ចឹងវាជាបញ្ហាមួយដែលយើងវាមានច្រើនកត្តាប៉ុន្តែដូចខ្ញុំបញ្ជាក់ឲ្យថាខ្ញុំលើកតែបញ្ហាតកតងទៅនឹងបញ្ហា stress ទេ stress ហ្នឹងវាមកពីការកត្តាប្រែប្រួលអាកាសធាតុវាអាចក្តៅខ្លាំងវាអាចត្រជាក់ខ្លាំងវាអីចឹងទៅហើយវាអាចមានសំណើមបរិយាកាសខ្ពស់អីចឹងទៅវាធ្វើចន្ទីចឹង stress អញ្ចឹងកាលណាដែលចន្ទីវា stress វាធ្វើឲ្យការស្រូបយកសារធាតុចិញ្ចឹមការដឹកជញ្ជូនសារធាតុចិញ្ចឹមបញ្ជូនមកផ្កាមកផ្លែហ្នឹងគឺវាអត់បានពេញលេញមានថាអត់គ្រប់គ្រាន់ណាដើម្បីចិញ្ចឹមក្តឹបណាអញ្ចឹងទេវាធ្វើឲ្យក្តឹបហ្នឹងវាស្ពោតវាក្រៀមវាខូចទៅវិញដូច្នេះហើយបញ្ហាហ្នឹងជាបញ្ហាចម្បងដែលសំខាន់មួយដែលយើងពិបាកក្នុងការគ្រប់គ្រងមែនទែនពាក់ព័ន្ធនឹងបញ្ហាចន្ទីដែលវាបញ្ហា stress ហ្នឹងនេះជាការចែកម្លែកផាន់ខ្ញុំដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងវាមានមូលហេតុច្រើនកត្តាប៉ុន្តែខ្ញុំលើកយកតែបញ្ហា stress ទេដោយសារបច្ចុប្បន្ននេះនៅថ្ងៃនេះគឺថ្ងៃទី9ខែកុម្ភៈឆ្នាំ2026ហើយមេឃវាមានការអាប់អួរខ្លាំងមែនទែនយើងឃើញថាមួយរយៈនេះវាមានសតុំរៀងយូរវាមានត្រជាក់ដោយសារតែយើងទទួលឥទ្ធិពលព្យុះដែលមានចាប់ពីថ្ងៃទី7ដល់ថ្ងៃទី12ក្នុងខែកុម្ភៈនេះអញ្ចឹងមេឃវាអាប់អួរវាចុះក្តៅវាទៅត្រជាក់អញ្ចឹងវាធ្វើឲ្យចន្ទីយើងគឺជួបបញ្ហានេះច្រើនអញ្ចឹងទេសម្រាប់ពុកម៉ែបងប្អូននេះគឺជាការកំណត់ដែលមូលហេតុដែលវាបណ្ដាលឲ្យក្តឹបស្វែងចន្ទីបានពុកម៉ែបងប្អូនក្រៀមស្វិតណាអញ្ចឹងទេដូចខ្ញុំបានបញ្ជាក់អញ្ចឹងវិធីសាស្ត្រក្នុងការការពារឬក៏វិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាខូចក្តឹបនេះយើងខ្ញុំក៏មិនច្បាស់ដែរប៉ុន្តែបើសម្រាប់ពុកម៉ែបងប្អូនដែលយល់ច្បាស់តទៅនឹងបញ្ហាដែលវាចន្ទីវា stress យើងគួរតែប្រើអីដើម្បីយើងអាចដោះស្រាយបញ្ហានេះកុំឲ្យចន្ទីយើងស្អុយក្តឹបអាចធ្វើការ comment ចែករំលែកនៅខាងក្រោមវីដេអូខ្ញុំបាទដើម្បីអាចឲ្យពុកម៉ែបងប្អូនផ្សេងដែលគាត់ទាន់បានដឹងឬក៏ខ្ញុំដែលអាចមិនទាន់នឹងយល់ច្បាស់តទៅនឹងដំណោះស្រាយនៃបញ្ហានេះអាច comment នៅខាងក្រោមវីដេអូហ្នឹងជាការចែករំលែកហើយទៅដល់ពុកម៉ែបងប្អូនផ្សេងទៀតអរគុណច្រើនខ្ញុំមានការចែករំលែកតែប៉ុណ្្នឹងសម្រាប់ពុកម៉ែបងប្អូនដែលមានចម្ងល់អីបន្ថែមទៀតអាច comment សួរនៅខាងក្រោមវីដេអូបានខ្ញុំបាទហើយបើសិនជាពុកម៉ែបងប្អូនដែលគាត់មានចំណេះដឹងតទៅនឹងបញ្ហានេះអាចធ្វើការ comment ចម្លើយនៅខាងក្រោមវីដេអូខ្ញុំបាទផងដើម្បីអាចធ្វើជាការផ្ដល់ចំណេះដឹងផ្សេងទៅដល់ពុកម៉ែបងប្អូនដែលគាត់ជួបបញ្ហានេះហើយគឺជាដំណោះស្រាយសម្រាប់ពុកម៉ែបងប្អូនគិតថាការចែកផ្នែកខ្ញុំនេះមានប្រយោជន៍អាចធ្វើការចុច like ចុច share ឬក៏ចុច subscribe នៅក្នុង channel YouTube ផងខ្ញុំបាទហើយសម្រាប់ពុកម៉ែបងប្អូនដែលចង់ឲ្យខ្ញុំធ្វើការថតផលិតជាវីដេអូអ្វីបន្តទៀតអាចធ្វើការ comment នៅខាងក្រោមវីដេអូបានខ្ញុំបាទដូចគ្នាបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយៗទៀតបាទជម្រាបលា